បាទអនុញ្ញាតសូមគោរពជំរាបសួរដល់បងទូរទស្សនិកជនតែដែលយំតាមដានការផ្សាយរបស់ Package Plus ញូហ្នឹងឯងធ្លាប់លើតែគេនិយាយថាអ្នកមានលុយអាចបញ្ជាខ្មោចឲ្យកាន់ម្សៅឥឡូវនេះយើងបានជួបផ្ទាល់ហើយមិនច្បាស់ទេរឿងនេះគឺមិនពិតទេអញ្ចឹងអ្នកមានលុយអាចខុបខិតគ្នាយកភ្នោយកភ្នោខ្មោចធ្វើប្លង់ជាកម្មសិទ្ធិបានណាជួបផ្ទាល់ហើយគឺនៅស្រុកស្អាងខេត្តកណ្ដាលនៅភូមិតាពាំងឈូកនេះណានេះបើយើងនេះសិស្សសង្ឃភ្នោខ្មោចណាអានេះអត់ទាន់ប្លង់ទេប៉ុន្តែនេះភ្នោខ្មោចនេះឥឡូវលបងឲ្យប្លង់រឹងទៀតហ្នឹងអញ្ចឹងប្រាប់តគ្នាផងកំថាឡាយដីបឹងដីព្រែកដីអូដីស្ទឹងដីទលេដីសមុទ្រសូម្បីតែដីមកខ្មោចក៏មានប្លង់កម្មសិទ្ធិបានដែរឲ្យតែមានលុយណាអ្នកណាថាមានលុយបញ្ជាខ្មោចកម្មសិទ្ធិបានបើខ្មោចដេកបានហ្នឹងគេចង់យកអីក៏បានដែរនេះឥឡូវយើងនេះមើលឲ្យឥឡូវនេះកំពុងបញ្ញាផ្អើលពេលមកសែនចិនថ្ងៃទី28ហ្នឹងមកសែនភ្នោហ្នឹងបានបែកធ្លាយថាចុយដីមានប្លង់បាត់ភ្នោខ្មោចគេពត់យកបាត់ណាភ្នោខ្មោចគេពត់យកបាត់ចុយមកសម្រាប់ប្រៃកាន់ណាសម្រាប់ភ្នោខ្មោចនេះក៏គឺពត់យកដែរអញតែមានប្លង់ណាយើងមកចុយអានេះមិនមែនដីនេះសម្រាប់ដីបងសង្ស័យអូដីព្រៃដែរអូភ្នោខ្មោចក៏យកបានរឹកដីព្រៃយកអីបានរឹកអីបានđấyសពដីភ្នោខ្មោចគេច្បាប់ភូមិបានគេចុយតាដីទួលរយៈទួលទួលរយៈអ្នកតាភ្នោខ្មោចអីគេមិនឲ្យមានប្លង់កម្មសិទ្ធិណានៅធ្វើបានហើយធ្វើប្លង់កសិកម្មអូដាំសម្ដេចបដោះហ្នឹងដាច់បាយហ្នឹងហើយអូហ្នឹងហើយដាំសម្ដេចបាយលើកភ្នោហ្នឹងគឺឥឡូវដីកសិកម្មដោយសារតែភ្នោហ្នឹងគឺឆ្លៀតនោះភ្នោនោះនៅក្រំកាយនោះភ្នោនោះឆ្នាំ1964ចូលសែនថ្ងៃទី28ហ្នឹងចូលសែនគេប្រុងវាយភ្នោចោលនោះអានេះកូនចៅម្ចាស់ភ្នោដែលជួបផ្ទាល់ហើយឈឺចាប់ទេដែលឮគេនិយាយថាមនុស្សមានលុយអាចបញ្ជាខ្មោចកម្មសែងប៉ុន្តែឥឡូវនេះអ្នកមានលុយអាចខុបខិតធ្វើប្លង់យកភ្នោខ្មោចបាទបងបាទហើយឡើយភ្នោខ្មោចរបស់គ្រូសាមែនបាទបងបាទខ្ញុំត្រូវជាចៅទួតរបស់ភ្នោហ្នឹងបងបាទចឹងបាទហើយឈឺចាប់ទេពេលចូលសែនភ្នោហើយស្រាប់តែភ្នោខ្មោចរបស់យាយទួតយើងមានប្លង់កម្មសិទ្ធិរបស់គេទេបាទឈឺចាប់បងថ្ងៃដែលខ្ញុំមកសែននិយាយចំទៅឲ្យគាត់ចូលមកក៏គាត់និយាយថាដីហ្នឹងដីកម្មសិទ្ធិរបស់គាត់មានប្លង់ហេតុអីចូលមកអត់សុំគាត់ខ្ញុំថាអ៊ំដីហ្នឹងភ្នោយាយខ្ញុំតាំងពី1964ធ្វើហ្នឹងតាំងសែនតាំងប៉ានៅក្មេងតាំងពីខ្ញុំអត់តន់កើតដល់ឥឡូវតដល់ខ្ញុំសែនហើយប៉ាក៏គាត់បានអញ្ជើញមកដែរជើងគាត់ងើបដើរលេងចង់ហួរយើងអង្គុយនៅកៅអីបែកគាត់ថាអត់ទេអញអត់ដឹងទេដីមកអញប្រយចោតសុំអញក៏គាត់ខឹងខ្ញុំថាអ៊ំជើញមកអ៊ំជែកគ្នាជាមួយសួរតិចទៅអ៊ំអើយលើប្រងវាយភ្នោខ្មោចគាត់ចោលបាទដល់ពេលគាត់ខំថាអញអត់ដឹងទេអញវាយភ្នោចោលឲ្យធ្វើស្អីអញគាត់និយាយប្រាប់កូនគាត់ចឹងអូចឹងបាទអូចាប់បានអញ្ចឹងហើយឆ្នាំក្រោយអាចចូលបានតែឆ្នាំក្រោយឆ្នាំហ្នឹងគាត់ឲ្យខ្ញុំចូលហ្នឹងហ្មងនៅឆ្លោះគ្នាគាត់ចង់ឲ្យខ្ញុំចូលហើយមុំដល់ឆ្នាំក្រោយទៀតបងគាត់ធ្វើលបងហើយអស់បងប្អូនទូរទស្សនិកជននេះលបងកំពុងសាងធ្វើហើយអញ្ចឹងខ្ញុំមិនអ្នកណាខុសអ្នកណាត្រូវទេប៉ុន្តែគាត់ខ្ញុំឆ្ងល់ហើយជាពិសេសម្ចាស់ភ្នោគាត់ឆ្ងល់ណាគាត់សែនរហូតជារៀងរាល់ឆ្នាំតើអពោទៅបាញ់គ្នាកាប់សម្រាប់ខ្មែរគ្នាឲ្យបានមកសែនប៉ុន្តែបន្ទាប់ពីក្បាច់ពលពពីចិន9មកក៏សែនរាល់ឆ្នាំចឹងហ៎បាទបងបាទតែឆ្នាំហ្នឹងចម្លែកបើសែនសម្រាប់ធ្វើលបងវ៉ាចុយធ្វើលបងបាត់យកភ្នោខ្មោចហើយមានប្តឹងទៅណាដែរថ្ងៃប្តឹងទៅណាឡើយនិយាយចំបងខ្ញុំគាត់ដាក់ពាក្យប្តឹងទៅអាជ្ញាធរដែរបងហើយគាត់បានចាក់ទងទៅមេឃុំមេភូមិដែរព្រោះគាត់ឆ្ងល់ថាគាត់ម្ចាស់ដីកូនចៅមកសែននឹងរាល់ឆ្នាំតាំងទូចហេតុអីសុកឆ្នាំហ្នឹងមានគេធ្វើលបងហើយគាត់ថាជាម្ចាស់ដីមានកម្មសិទ្ធិអីត្រឹមត្រូវដល់អញ្ចឹងពួកខ្ញុំមិនកើតបងពួកខ្ញុំសែនភ្នោតាំងទូចឲ្យភ្នោ60ឆ្នាំជាងណាបងមិនមែនទុំធ្វើថ្មីឥឡូវបងហើយគាត់ថាគាត់ម្ចាស់ភ្នោម្ចាស់ដីហ្នឹងហើយគាត់ម្ចាស់កម្មសិទ្ធិហ្នឹងទាំងអស់អរគុណបងអរគុណបាទបងបាទហ្នឹងហើយឥឡូវប៉ណ្ណឹងបើយើងរឿងដីបឹងដីព្រែកដីអូននេះខ្ញុំអត់និយាយទេនៅក្រុមការងារអត់និយាយណាព្រោះអីកុំថាឡាយបឹងដីព្រែកដីអូដីសមុទ្រសូម្បីតែដីភ្នោខ្មោចដែលជាដីអរៈសម្រាប់សែននេះសែនព្រានសម្រាប់ដូនតានេះគេយកហើយហ្នឹងគេធ្វើប្លង់ហើយហ្នឹងអញ្ចឹងខ្ញុំឲ្យជេរជ្រែកទៅកិច្ចការនេះដោយសារអីដោយសារតែអាញាធររឿងរបស់គេខ្ញុំមិនដឹងទេពាក់ព័ន្ធបញ្ហានេះប៉ុន្តែម្ដងសក់នៅសក់កន្លែងសក់ភ្នោខ្មោចចិនដល់កន្លែងហ្នឹងឥឡូវមានប្លង់មើលកិច្ចគៀនកិច្ចភ្នោខ្មោចជួយមកបុកភ្នោខ្មោចនេះកិច្ចចានេះកិច្ចភ្នោខ្មោចតាកំណាច់បុកទៅបុកភ្នោខ្មោចនេះធ្វើជាភ្នោខ្មោចបងអូដល់យើងអាហ្នឹងយើងផ្សាយកន្លែងគេតែភ្នោខ្មោចនោះក៏ជាប់ហើយគេធ្វើលបងជួយបងប្រុសនេះនេះមើលនេះកិច្ចភ្នោខ្មោចតាជួយបាយប្លង់ឥឡូវវក់កិច្ចភ្នោខ្មោចវិញអាណាកិច្ច
អាណាកិច្ចមិនទាន់ចុះប្លង់ហ្នឹងនេះបើយើងកិច្ចទាន់បើកិច្ចមិនទាន់ចុះប្លង់ហ្នឹងហើយវើយប្រាប់តោអត់ឥឡូវទៅមិនបកែសាសិននេះកំពុតយកឡើងឥឡូវកិច្ចទាន់កិច្ចមិនទាន់ចុះប្លង់ហ្នឹងមួយហើយនេះគ្រួសារបងប្រុសនេះមកសែនក៏រកវាយភ្នោចោលដែរកិច្ចទាន់ចុះប្លង់ហ្នឹងហើយអើយស្អីក៏មានដែរស្រុកខ្មែរតែប៉ែតែសបាយទៅតើអត់ការងារធ្វើយកភ្នោខូចធ្វើដីខ្ញុំនិយាយឲ្យខ្ញុំយកនិយាយមែនដែរដីកន្លែងកោកខ្មោចយើងទៅយកសរសៃសម្រាប់ឲ្យបុព្វយើងកោកខ្មោចទៅកន្លែងហ្នឹងយីដល់ពេលខ្ញុំអស់និយាយមកដល់ពេលយកទៅយកភ្នោខ្មោចអត់នេះមិនប្លង់រឿងមកគាត់ណាយើងក៏ត្រូវមកគាត់ប៉ុន្តែបើសិនខ្ញុំយកទេនិយាយមែនណាខ្ញុំស្បត់ឲ្យងាប់ផ្ទះបាញ់អត់យកទេនៅប្លង់រឿងកន្លែងភ្នោខ្មោចនេះខ្លាញ់បានអត់ឡាញ់កប់មែនណាចារប្រាប់គេអត់ទាន់តែគេមិនទាន់ចុះប្លង់រឿងហើយឥឡូវប្លង់រឿងមួយណាឆ្នាំ2062ចូលភ្លុកនេះមើលចយមកស្រុកខ្មែរអើយអស់ហើយហ្នឹងហើយចាប់ហើយនឹងផ្សាយទៅមិនទេដូនតាយមើលថែខ្លួនផងឆ្នាំក្រោយផែនបានសែនចូលរួចទេយ៉ាងមានអីហូបហ្នឹងទៅណាមានបាយកកបាយក្តាំងនេះសណ្ដែកសណ្ដែកសៀងសណ្ដែកខៀវនេះកសិកម្មគេដីកសិកម្មហើយឥឡូវធ្លាប់តែកន្លងទៅរាល់ឆ្នាំគេមកសែនឆ្នាំក្រោយផាជាសមាលីយ៉ាងមកទៅចូលការទេយ៉ាងមកទៅមានអីហូបហ្នឹងទៅចាប់ហើយសូម្បីភ្នោខ្មៅក៏យកដែរឥឡូវនេះអីនិយាយហើយចាប់ហើយមានប្លង់រឹងហ្នឹងណាប្លង់រឹងហើយណាអានេះមានភ្នោគេទៀតតែគេមិនហ្នឹងគ្រូសាខាងណាហ្នឹងដែរតែខាងនោះចាប់ហើយបាយ